เตรียมយកកូនក៏ញ៉ាំបានមានបេប៊ីនៅក្នុងពោះក៏ញ៉ាំបានបើកូនដោយទឹកដោះក៏ញ៉ាំបានចាស់ៗដែលគាត់មានបញ្ហាឈឺសន្លាក់ក៏ញ៉ាំបានកូនក្មេងក៏គាត់អាចញ៉ាំបានដែរAlmond milk តែប៉ាត់អាចញ៉ាំបានតាំងពីកូនក្មេងទៅតែចំពោះកូនក្មេងខំអាយុ2ឆ្នាំយើងឲ្យគាត់ញ៉ាំក្នុងបរិមាណមួយតិចតួចដោយសារតែយើងអត់ចង់ឲ្យគាត់ញ៉ាំច្រើនពេកទៅជំនួសទឹកដោះគោឬមួយក៏អាហាររបស់គាត់អីទេនេះជាភេសជ្ជៈបន្ថែមតែបើសិនជាយើងជាម៉ែដែលកំពុងពោះយើងអាចញ៉ាំបានមួយថ្ងៃ1 ដបទៅ2 ដបជួយដល់ការលូតលាស់របស់កូនការវិវត្តខួរក្បាលការវិវត្តឆ្អឹងតាំងពីក្នុងពោះមកសម្រាប់អ្នកដែលគាត់បើកូនឲ្យទឹកដោះគាត់ញ៉ាំ Almond milk ដើម្បីឲ្យទឹកដោះរបស់គាត់ខាប់ល្អមានជីវជាតិសម្បូរទៅដោយកាល់ស្យូមជំរុញការលូតលាស់របស់កូនទឹកដោះខាប់ល្អហ្នឹងគឺឡើងគីឡូកូនល្អនឹងឯងម៉ែដល់ពេលចាស់ហេតុអីបានគាត់ហូបគាត់មានបញ្ហាឈឺសន្លាក់ឈឺឆ្អឹងឈឺឆ្អែងអញ្ចឹងទៅគាត់ហូប Almond ហ្នឹងវត្តតែខ្លាញ់ល្អជួយទៅដល់បេះដូងទៀតមនុស្សប្រុសញ៉ាំបានអត់ញ៉ាំបានដូចគ្នា Almond milk គឺជាប្រភេទទឹកដោះធញ្ញជាតិដែលគៀបចេញពីគ្រាប់ Almond តែម្ដងចំពោះទឹក Almond ម៉ែគឺយើងធ្វើថ្មីគៀបថ្មីនៅពេលដែល order បានយើងគៀបទុកអត់បានយូរទេនៅពេលដែលរបស់ស្រស់អញ្ចឹងហើយយើងអត់មានដាក់ស្ករអញ្ចឹងអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមលើសជាតិស្ករលើសឈាមអីគាត់អាចហូបបានទៀតពោះទឹក Almond ស្រស់នេះដូចខ្ញុំប្រាប់អញ្ចឹងម៉ែទុកបានតែ3ទៅ4ថ្ងៃឯងហើយតម្លៃវិញ1 ដប 5000ទិញ10 ដបថែម1 ដបចំពោះ Almond ស្រស់នេះអាចដាក់ទៅខេត្តបានយើងដាក់ធុងតកកឲ្យផ្ញើតាមខេត្តបានហើយនៅពេលដែលទទួលបានណាបងប្អូនកុំភ្លេចយកវាទៅដាក់ក្នុងទូទឹកកកឲ្យបញ្ញាប់ឲ្យដាក់ឲ្យត្រជាក់យើងយកមកញ៉ាំបើយើងអត់ចូលចិត្តញ៉ាំត្រជាក់ទេគ្រាន់តែទុកឲ្យវាបាត់ត្រជាក់ទៅយើងញ៉ាំបានហើយទុកបែបហ្នឹងបាន3ទៅ4ថ្ងៃដែរ